สุดท้ายบางปอนดอกนี่เวอร์ตลับมาไว้ชิมวยหนึ่งปลายชนหยับพลาไงนี้ยังมันดองปีรูปเบียปลาปลาโยนาคิสนี้ปลายชนหยับพลาแต่งออกนี่เชื่อดมบ้งยังหมกมือปีเพียบฉลาดไว้ในซาวสมาร์ทคีลูกเนี้ยกำลังจะจดบุตรตรงขังสดามมาดองดำใบจะซาวรถยนต์โดยมีเพลิงสิโยอ้อมเชื่อสัญญาบัญเจียตัวเตอร์วิ้งประสันจะจ้องดอกสาวอันล็อกกรอนแต่จดบุตรตรงขังช่วยจะการสลายประสันบ่จ้องบากันเจาะปีจังไงลูกเนี้ยกรอนแต่จดอันล็อกเอาจวบดูกันเจาะแต่งบู๊หนึ่งบาทได้สวายประวัติกันแต่ตุ่มเนิบลงในไอบางมุกนี้ insensitivity key entry ตามระยะเอกรอนกำแสนำใบดอกซาหรถยนต์ได้เหมือนจำบัดดอกซาวเจนปีหอบไปយើងក៏អាច lock ឬ unlock រថយន្តដោយគ្រាន់តែចុចប៊ូតុងនៅលើដៃទ្វារបន្ទាប់មកយើងមកស្វែងយល់ពីចំណុចសាកថ្មរបស់ប៉ៅជនយ៉ាផ្លឹកគ្រាន់តែទាញប៊ូតុងខាងក្នុងគម្របសាកថ្មនឹងបើកភ្លាមៗដែលផ្ដល់ជម្រើសសាកថ្មបានពីរប្រភេទគឺ AC សាកធម្មតានិង DC សាកលឿនសម្រាប់ការបើកបោប្រកបដោយផាសុកភាពលោកអ្នកអាចសារ៉េកៅអីឡើងលើចុះក្រោមឬទៅមុខថយក្រោយបានយ៉ាងស្រួលតាមតម្រូវការបើជនយ៉ាផ្លឹបបំពាក់ដោយកញ្ចក់អូតូគ្រប់កញ្ចក់ព្រមទាំងមានប្រព័ន្ធការពារការគៀបគ្រប់កញ្ចក់ផងដែរប្រសិនបើមានអ្វីមករារាំងពេលកំពុងបិទកញ្ចក់នឹងទម្លាក់ចុះមកក្រោមវិញដោយស្វ័យប្រវត្តិដើម្បីការពារសុវត្ថិភាពនឹងមានប៊ូតុងចុចលុបកញ្ចក់ដើម្បីកុំឲ្យអ្នករួមដំណើរចុចបើកកញ្ចក់បានលោកអ្នកក៏អាចកំណត់មុំកញ្ចក់មើលខាងក្រោយឬប្រើមុខងារក្តៅកញ្ចក់អូតូបានយ៉ាងរហ័សដើម្បីសារ៉េចង្កូតយើងគ្រាន់តែកាច់គន្លឹះនៅក្រោមដៃចង្កូតបើជនយ៉ាផ្លឹងមានកន្លែងបើកភ្លើង3កន្លែងនិងអាចសារ៉េកម្ពស់ភ្លើង LED បាន3កន្លែងផងដែរចំណុចពិសេសមួយទៀតគឺប៊ូតុងរូបផ្កាយដែលលោកអ្នកអាចកំណត់ជា shortcut សម្រាប់មុខងារដែលប្រើជាញឹកញាប់បន្ថែមពីនេះបើចុចវាឲ្យជាប់វានឹងជួយ restart អេក្រង់កំសាន្តឡើងវិញក្នុងករណីដែលចាំបាច់ប្រព័ន្ធកំណត់ល្បឿនបើកបរ Cruise Control ជួយសម្រួលដល់ការធ្វើដំណើរផ្លូវឆ្ងាយរថយន្តនេះមាន driving mode រហូតដល់4ប្រភេទសម្រាប់តម្រូវតាមស្ថានភាពផ្លូវនិងមាន generative brake សម្រាប់ទាញយកថាមពលប្រើប្រាស់ឡើងវិញយើងមានជម្រើស unlock ទ្វារអ្នកបើកបរនិង unlock ទ្វារទាំងអស់នៅពេល lock សោយើងមានជម្រើស2ភ្លឺតែភ្លើងនិងភ្លឺទាំងភ្លើងនិងឮទាំងសំឡេងនៅពេល lock សោរថយន្តយើងអាចមានជម្រើសឲ្យរថយន្តបិទកញ្ចក់ទាំងអស់ឬក៏មិនបិទនៅពេល lock រថយន្តយើងក៏អាចសារ៉េឲ្យរថយន្តក្តៅកញ្ចក់អូតូឬក៏មិនក្តៅបើជនយ៉ាផ្លឹកក៏មានមុខងារគ្រប់គ្រងផ្លិតទឹកដើម្បីងាយស្រួលនៅពេលជួសជុលក្រុមកំសាន្តរបស់ប៉ៅជនយ៉ាផ្លឹកក៏អាចសារ៉េមុខងារ shortcut កម្មវិធីឲ្យមានរបៀបរៀបរយបានផងដែរប៉ៅជនយ៉ាផ្លឹកបំពាក់ដោយ speaker DTS ដែលអាចសារ៉េ effect សំឡេងបានផងដែរ
ដើម្បីភ្ជាប់ Apple CarPlay យើងគ្រាន់តែចូលទៅក្នុង Application រួចជ្រើសរើសយក Apple CarPlay ហើយនៅក្នុងទូរស័ព្ទយើងគ្រាន់តែ connect ជាមួយនឹង Bluetooth រួចជ្រើសរើស Apple CarPlay របស់រថយន្តជាការស្រេចបើជនជាផ្លូវបំពាក់ដោយកាមេរ៉ា540ដឺក្រេដែលមានមុខងារពិសេសជាច្រើនដូចជានៅពេលដែលយើងបត់ចង្កូតរថយន្តកាមេរ៉ានឹងលោតឲ្យឃើញពីស្ថានភាពនៅជុំវិញរថយន្តហើយយើងក៏អាចកំណត់ឲ្យកាមេរ៉ាលោត full screen ឬក៏ mini display ហើយយើងក៏អាចបត់កៅអីខាងក្រោយមកខាងមុខឲ្យរាបស្មើបានផងដែរទ្វារខាងក្រោយក៏មានប្រព័ន្ធឆាឡុកផងដែរដើម្បីការពារកុំឲ្យអ្នកធ្វើដំណើរខាងក្រោយបើកទ្វារពីខាងក្នុងបានទ្វារខាងក្រោយក៏មានគន្លឹះសុវត្ថិភាពអាចឲ្យយើងទាញចេញនៅពេលដែលមានគ្រាអាសន្នផងដែរបើសិនជាមានចម្ងល់អាចសាកសួរបន្ថែមបានឬក៏អញ្ជើញមកដល់ទីតាំង showroom យើងផ្ទាល់ដែលស្ថិតនៅលើបណ្ដោយផ្លូវ598ជាប់ភូមិគ្រឹះឯកឧត្តមជាតិសុផារ៉ាឬក៏ទាក់ទងតាមទូរស័ព្ទលេខ017 211 និង200